បាទឡូសួស្តីអ្នកទាំងអស់គ្នាអឺនេះខ្ញុំមកបង្ហាញពីរបៀបប្រើប្រាស់គ្រឿងអីវ៉ាន់ដែលអ្នកទាំងអស់គ្នាឆ្ងល់ថាវាជាអីបាទជាទូទៅគឺពីរនេះឥឡូវគឺចាំបាច់មាននៅក្នុងហាងមែនទែនបាទនេះណាអានេះខ្ញុំទុកបរិញ្ញាសិស្សនៅពេលដែលវគ្គបរិញ្ញាហ្នឹងគឺខ្ញុំបរិញ្ញាអាហ្នឹងដែរគឺមានរបស់ប្រើពីរហ្នឹងអញ្ចឹងណាហើយឥឡូវគឺវាសម្រាប់បច្ចុប្បន្នគឺ trend វាគឺប៉ាកែមែនទែនចង់និយាយថាសឹងតែគ្រប់ម៉ូដទាំងអស់វាមានផលិតផលហ្នឹងត្រូវប្រើប្រាស់ហើយជាពិសេសអានេះហ្មងនេះជាពិសេសអានេះអាកពកហ្នឹងគឺមានជាស្រេចហ្មងអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញអាហ្នឹងហើយខ្ញុំមានផលិតផលថ្មីដែលគេប្រើសម្រាប់ធ្វើ ombre បាទនេះណាផលិតផលថ្មីដែលប្រើសម្រាប់ធ្វើ ombre gel ប្រភេទ gel មួយយ៉ាងដែលយើងតប់ទៅលើកញ្ចក់ទៅវាអាចធ្វើ ombre ចេញបានហ្នឹងណាហ្នឹងអា gel នេះគឺវាអត់ហៀវាអត់ហូរទេហើយខ្ញុំមាន3ពណ៌ឲ្យជ្រើសរើសបាទអ្នកនរនេះទិញមួយប្រអប់ហ្នឹងតម្លៃ$16ប៉ុន្តែបើសិនជាអ្នកនរនេះទិញ3ឈុតហ្នឹងគឺតម្លៃមកសំទោសយកពណ៌មួយទៀតបើសិនជាអ្នកនរនេះទិញ3ឈុតហ្នឹងគឺតម្លៃ$45បាទអញ្ចឹងនេះគឺជាពណ៌ឈុតទី1ឈុតទី2ហើយនិងឈុតទី3នៅនេះបាទនេះខ្ញុំសម្រាំងពណ៌ចេញមកណាអ្នកនរនេះគឺសម្រាំងពណ៌ចេញមកអានេះពណ៌ pastel អានេះគឺជាពណ៌សម្រាប់ fall បាទនេះគឺជាពណ៌ bright បាទពណ៌រដូវ summer pink orange អញ្ចឹងគឺខ្ញុំសម្រាំងពណ៌ហើយខ្ញុំធ្វើតេស្តហើយវាល្អសម្រាប់ប្រើអញ្ចឹងអ្នកនរនេះពេលខ្លះកញ្ចក់ ombre 1កញ្ចក់ ombre 2អញ្ចឹងអ្នកនរនេះគ្រាន់តែធ្វើអានឹងនៅលើកញ្ចក់ទៅតាមម្រាម1ម្រាម2អត់បាច់ចាំបាច់ដាក់ម្សៅឬក៏បាញ់ airbrush ទេបាទហើយខ្ញុំនឹងបង្ហាញអំពីរបៀបលាង airbrush អឺតើរបៀបលាង airbrush ហ្នឹងយើងអាចលាងដោយរបៀបណាដើម្បីកុំឲ្យ airbrush ហ្នឹងខូចបាទអញ្ចឹងណាអញ្ចឹង airbrush របស់ខ្ញុំហ្នឹងគឺតម្លៃ$45វាមាន3ទំហំបាញ់អាតិចបាញ់អាខ្លាំងបាញ់អាច្រើនអញ្ចឹងអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញឲ្យកាន់តែច្បាស់អំពីផលិតផលដែលបានទិញប្រើហ្នឹងហើយមួយទៀតគឺសម្រាប់ក្រោមណាក្រោមបាទក្រោមពណ៌ក្រហមមាននៅក្នុង stock ហើយក្រោមពណ៌ក្រហមចឹងអ្នកណាគេចង់បាន inbox ហើយអ្នកនរនេះអានេះគឺតម្លៃវាគឺ$12អានេះដូចជាតម្លៃ$12ដូចគ្នាបាទអានេះមួយខ្លងនេះតម្លៃវាគឺ$16អញ្ចឹងបើសិនជាអ្នកទាំងអស់នេះទិញ3ចូលគ្នាតម្លៃ$45ហ្នឹងណាអូខេអញ្ចឹងពណ៌វានៅនេះណាពណ៌វាណានេះពណ៌វានៅនេះពណ៌នេះពណ៌សម្រាប់ fall សម្រាប់អីចឹងណាបាទនេះពណ៌វាណាអូខេទីទៀតខ្ញុំនឹងបង្ហាញឲ្យតើគេធ្វើរបៀបម៉េចណាហើយធ្វើរបៀបម៉េចឲ្យជាប់បាទនេះគឺពណ៌ pastel បាទ3ឈុតហ្នឹងអ្នកនរឲ្យមាន3ឈុតហ្នឹងគ្រប់ពណ៌ហើយពួកខ្ញុំសម្រាំងតែពណ៌ល្អទេអានេះគឺខ្ញុំឲ្យគេរៀបមកសម្រាប់ពណ៌ណាមិនដែលថាត្រូវចាំបាច់ណាបាទខ្ញុំអត់មានច្រើនឈុតទេអ្នកនរនេះខ្ញុំមានប្រហែលជា30ឈុតទេអញ្ចឹងអ្នកនរនេះចង់បាន screenshot ទៅហើយ inbox ចូលទៅក្នុង page បាទនេះសម្រាប់រដូវក្តៅណានេះរដូវក្តៅ summer តែម្ដងពណ៌វាគឺឆ្លុះល្អណាស់នេះណាឃើញទេពណ៌ផ្កាឈូកពណ៌ផ្កាឈូកនេះគឺចេញមកគឺផ្កាឈូកស្រស់តែម្ដងនេះឃើញទេផ្កាឈូកនេះណាផ្កាឈូកស្រស់ហ្មងអញ្ចឹងភាគច្រើនខ្ញុំរើសពណ៌ដើម្បីតម្រូវឲ្យអាពណ៌ហ្នឹងវាស៊ីតាមរដូវកាលនៅពេលដែលម៉ួយគាត់មកអីចឹងទៅកុំឲ្យពណ៌វាច្រំដែនគ្នាណាពណ៌ស្វាយចេញមកគឺពណ៌ស្វាយហ្នឹងគឺ bright យកតែម្ដងអូខេតិចទៀតខ្ញុំនឹងបង្ហាញណាតើរបៀបប្រើប្រាស់វាគឺរបៀបប្រើដូចម្ដេចដើម្បីឲ្យចេញមកស្អាតដើម្បីឲ្យចេញមកយើងអាចយកលុយម៉ូយបានស្រួលហើយជាទូទៅកញ្ចក់ខ្លីៗល្មមអីយើងប្រើអានេះគឺធ្វើបានហើយណាអូខេអ្នកនរគ្នាចូលមកជួយ share ផងដើម្បីឲ្យគ្នាយើងបានដឹងរៀនពីអ្វីថ្មីព្រោះគាត់ទិញអីវ៉ាន់ហើយជុំខាគាត់ទិញពីខ្ញុំហើយគឺគាត់តែទិញសិនទេអត់ទាន់ចេះប្រើឲ្យគាត់សួរអញ្ចឹងហើយខ្ញុំពិបាកក្នុងការឆ្លើយដែរព្រោះអឺពួកផលិតផលអ្នកនរគ្នាត្រូវដឹងថាយើងត្រូវដឹងពីវិធីប្រើបង្ហាញតាមទម្រង់ណាមួយអញ្ចឹងវាងាយស្រួលពេលដែលគ្រាន់តែខ្ញុំប្រាប់តែមាត់អញ្ចឹងអត់ដឹងច្បាស់លាស់ហើយអូខេអញ្ចឹងខ្ញុំចាំតិចណា
ចាំពីខ្ញុំរៀបចំ acetone សម្រាប់ធ្វើម៉ូដឲ្យមើលតើម៉ូដរបស់ខ្ញុំហ្នឹងម៉ូដរបៀបម៉េចណាអញ្ចឹងអ្នកនរចង់បាន inbox ចូលទៅក្នុង page ណា screenshot ឲ្យ inbox ចូលទៅក្នុង page ខ្ញុំទុកអានេះមក like សិនរួចហើយខ្ញុំនឹងបង្ហាញអំពីរបៀបប្រើ drag gel បាទ drag gel គឺជាឈ្មោះ gel មួយប្រភេទដែលវាជា gel ក្រាស់ហើយវាជា gel មួយយ៉ាងដែលវាស្អិតមានន័យថាវាក្រាស់ហើយស្អិតជាមួយនឹងអីស្អិតជាមួយនឹងក្រូមអូខេអ្នកនរមើល trend កញ្ចក់ខ្លះគឺកពីកពកប៉ុន្តែមានក្រូមនៅពីលើហ្នឹងអញ្ចឹងទម្រង់បែបហ្នឹងនៅពេលដែលយើងឃើញលក្ខណៈបែបហ្នឹងគឺយើងដាច់ខាតត្រូវតែប្រើ drag gel ហើយជាមួយនឹងក្រូមស្អិតជាប់គ្នាអញ្ចឹងអានេះវាជា gel មួយប្រភេទដែលមានទម្រង់ក្រាស់ដែរប៉ុន្តែវាអត់ស្អិតទេតោះណាហ្នឹងប៉ុន្តែវាអត់ស្អិតទេអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើ ombre មាន sample ombre ខ្ញុំចាប់ផ្ដើមគូស drag gel នៅពីលើវាអូខេជក់មាន promotion ណាអ្នកនរទិញ10ថែមឲ្យ1ណាក្របត្រៀលក៏មាន promotion ដែរទិញ10ថែមឲ្យ1នេះជក់ខ្ញុំណាអូខេជក់ខ្ញុំមុននឹងខ្ញុំប្រើខ្ញុំជ្រលក់ជាមួយ acetone សិនបាទរួចហើយខ្ញុំចាប់ drag gel បាទនេះណានេះ drag gel ណាអ្នកនរចាំណា drag gel គេប្រើសម្រាប់ធ្វើអីណាខ្ញុំចាប់ drag gel យកមកដាក់នៅលើកញ្ចក់ឃើញណាចាប់ drag gel បែបហ្នឹងណាមើលឃើញទេរួចហើយខ្ញុំចាប់ផ្ដើមដាក់នៅលើកញ្ចក់តាមម៉ូដដែលយើងចង់បានមកតាមទម្រង់បែបណាណាអូខេឃើញវាកពីកពកហ៎ចេញមកកពីកពកតាមម៉ូដបែបណាយើងចង់បានមកណាឃើញទេតាមម៉ូដបែបណាក៏បានដែរយើងចង់បានបែបណាអូខេកាន់តែក្រាស់កាន់តែល្អអញ្ចឹងមកណាបាទអ្នកនរនេះអានឹងដាច់ណាស់ខ្ញុំលក់ដាច់ណាស់ហើយភាគច្រើនគឺទិញរហូតបាទទិញរហូតអូខេរួចហើយយើងហាលវា30 second ណាហាលវា30 second ណាបាទហាលវា30នាទីបន្ទាប់មកកុំភ្លេចណាជក់ករណីជក់ប្រើជាមួយនឹងផលិតផលពីរនេះអ្នកទាំងអស់គ្នាដាច់ខាតត្រូវតែជូតភ្លាមបើមិនអញ្ចឹងទេជក់ហ្នឹងគឺរីកហើយព្រោះផលិតផលទាំងពីរនេះវាអាចរឹងអញ្ចឹងត្រូវជ្រលក់ជូតបាទលាងជាមួយអីគេលាងជាមួយនឹង acetone បាទអ្នកនរចូលមកជួយ share ណាដើម្បីឲ្យគ្នាយើងបានដឹងពីរបស់ថ្មីណាព្រោះអានេះវាអត់ថ្មីទេវារយៈពេលប្រហែលជាកន្លះឆ្នាំហើយគ្រាន់តែយើងអត់ទាន់ចេះប្រើសម្រាប់អ្នកអត់ទាន់ចេះប្រើគឺយើងអាចរៀនបានសម្រាប់អ្នកខ្លះគាត់ចេះប្រើអញ្ចឹងមិនបាច់មើលក៏បានដែរអញ្ចឹងបើយើងចេះប្រើណាអូខេរួចហើយយើងដាក់ជាមួយនឹងក្រូមបាទក្រូមខ្ញុំយកពណ៌ទឹកមាសយកមកណាបាទក្រូមមានពីរប្រភេទណាមានពណ៌មាសមានពណ៌ gold បាទមួយណាក៏បានដែរមួយខ្លង$10អូខេខ្ញុំបើកមកបាទរួចហើយខ្ញុំយកប៉ុងសម្រាប់ជូតក្រូមខ្ញុំយកប៉ុងមកសម្រាប់ជូតក្រូមហ្នឹងណាខ្ញុំប្រើប៉ុងទូចនេះណាប៉ុងហ្នឹងសម្រាប់ជូតក្រូមមើលឃើញណាអ្នកនរបាទបើអត់ឃើញប្រាប់ណាបើអត់ឃើញប្រាប់កុំឲ្យខ្ញុំលឿនពេកព្រោះខ្ញុំលក់ដាច់ហើយគាត់ខ្លះគាត់ដឹងពីរបៀបប្រើគាត់ថាឃើញលោកគ្រូផុសចង់ទិញយកមកទុកប៉ុន្តែអត់ដឹងរបៀបប្រើចង់សួរហើយខ្ញុំពិបាកក្នុងការប្រាប់ផ្ទាល់ដែរអញ្ចឹងខ្ញុំ live វីដេអូហ្មងទៅរួចហើយយើងហាលហើយយើងផ្ដិតវាបែបនេះណាផ្ដិតវាបែបនេះផ្ដិតក្រោមយើងបែបនេះមកយើងលាបជាមួយនឹងអាជែលដែលយើងលាបមិញហ្នឹងឃើញទេអ្នកនរនេះនេះបាទបាទអញ្ចឹងវាជាប់តែជាមួយអាកពកហ្នឹងទេឃើញទេវាជាប់មួយកពកហ្នឹងអូខេហើយយើងបោះមកឃើញទេតោះហ្នឹងអញ្ចឹងអាហ្នឹងគេប្រើសម្រាប់ធ្វើបែបហ្នឹងមើលឃើញទេព្រោះដូចមើលទៅដូចរៀងអត់សូវច្បាស់ហើយមើលឃើញទេ
បាទមើលឃើញទេបើអត់ឃើញប្រាប់ណារៀង flu អត់ទេបាទហ្នឹងណារួចហើយយើងដាក់ top coat មួយជាន់មករួចជាការស្រេចបាទ top coat ខ្ញុំណាអត់បាច់ចាំដាក់ base coat ទេ top coat ខ្ញុំមកដល់$7ទិញ10 promotion ឥឡូវថែមឲ្យ2អ្នកនរគ្នាបាទដាក់មកនេះឃើញទេឃើញទេហើយហាលវាមកអូខេហាលវាមកអាហ្នឹងគេហៅថា drag gel នេះណាអាហ្នឹងគេហៅថា drag gel អូដល់ពេលអា thicker gel នេះវិញបាទ thicker gel នេះប្រភេទ gel ក្រាស់នេះវិញគេប្រើសម្រាប់ធ្វើអីអា gel ក្រាស់នេះសម្រាប់ធ្វើអីជាទូទៅ gel ក្រាស់នេះគេប្រើសម្រាប់ធ្វើគុជខ្យងសម្បកខ្យងឬក៏គេប្រើសម្រាប់កញ្ចក់ដែលមានម៉ូដពកម៉ូដដូចម៉ូដខ្លះផ្កាអញ្ចឹងទៅយើងត្រូវដាក់ពកដើម្បីឲ្យម៉ូដនោះវាកាន់តែឆ្លុះតើណាហ្នឹងហើយ top coat ចេញមក shiny តែម្ដងឃើញទេអូខេក្រោមចាប់ហើយអ្នកនរគ្នាសំណួរមួយទៀតមិនបានលាបក្រោមហើយអត់ជាប់អញ្ចឹងអ្នកនរគ្នាត្រូវការ base coat ណាត្រូវការ base coat ក្រោមត្រូវប្រើ base coat ក្រោមនឹងចំនួនបាទប្រើ base coat ក្រោមនឹងចំនួន15ទៅ20 second អូខេស៊ីសងលើម៉ាស៊ីនណាបើម៉ាស៊ីនអ្នកទាំងអស់គ្នាហាលអត់ស្ងួតទេមានន័យថាប្រើពេលហាលត្រូវហាលវារហូតដល់30 second បើសិនជាអ្នកម៉ាស៊ីនអ្នកនរគ្នាខ្លាំងហាលតែ15ទៅ20 second បានហើយរួចហើយអ្នកនរគ្នាប្រើជាមួយនឹងក្រោមបើសិនជាអត់មានអានេះទេលាបមកវាអត់សូវស្អាតក្រោមនឹងវាអត់ម៉ត់ល្អណាតោះនេះអូខេអញ្ចឹងក្រោមមានពីរពណ៌មានពណ៌ក្រហមជាមួយនឹងពណ៌ gold អាហ្នឹងវ៉ាន់ចូលថ្មីណាហើយក្រោមនេះម៉ត់ល្អណាម៉ត់ល្អបាទពណ៌ក្រហមនឹងម៉ត់ល្អបាទអញ្ចឹងខ្ញុំទុកអានេះណាអូខេអញ្ចឹងយើងត្រឡប់មកជាមួយនឹង thicker gel បាទនៅក្នុងហ្នឹងគេហៅថា multi-function gel multi-function gel អញ្ចឹងអាហ្នឹងយើងអាចប្រើជាមួយនឹង5របៀបជាទូទៅណា5របៀបអាចប្រើបាត់ត្បូងក៏បានអាចប្រើជាមួយនឹង gel X ក៏បានអាចប្រើជាមួយនឹងប្រមាណ2 3របៀបទៀតប៉ុន្តែជាទូទៅអានឹងគឺគេប្រើសម្រាប់តែម៉ូដលើកញ្ចក់តែមុខទេព្រោះគ្រឿងបិទត្បូងមានផ្សេងណាអានេះគេគ្រាន់តែដាក់ឲ្យយើងទេគ្រាន់តែគុណភាពនៅពេលដែលយើងបិទត្បូងហ្នឹងគុណភាពបែបម៉េចអាហ្នឹងវាតាមដំណាក់កាលវាដែរអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមប្រើជាមួយនឹង thicker gel វិញម្ដង thicker gel ហ្នឹងប្រើសម្រាប់ធ្វើអីបាទនេះណា thicker gel ហ្នឹងយើងគ្រាន់តែជ្រលក់បែបនេះមកបាទជ្រលក់បែបនេះឃើញទេហើយចាប់ផ្ដើមលេងម៉ូដវាមកឃើញទេនេះអាម៉ូដកពកអញ្ចឹងណាហ្នឹងហើយ thicker gel ហ្នឹងឃើញទេម៉ូដចឹងណាម៉ូដបែបហ្នឹងណាគេហៅថា thicker gel ឃើញទេបាទអ្នកនរធ្លាប់ឃើញទេម៉ូដហ្នឹងបាទម៉ូដហ្នឹងសម្បូរណាស់បាទភាគច្រើនចេញមកបន្តិចហើយម៉ូដ design ភាគច្រើនខ្ញុំគឺដាក់អាហ្នឹងលាយចូលហើយដើម្បីមើលទៅឃើញមកវាលេចធ្លោអញ្ចឹងណាបាទហ្នឹងបែបហ្នឹងហើយគេហាលវាមកបាទហើយមួយបែបទៀតធ្វើម៉ូដបែបនេះណាគេលេងពីមុខម្ដងអ្នកគេលេងពីមុខអញ្ចឹងឃើញទេនេះគុជខ្យងណាគេលេងពីមុខចេះឃើញទេបាទចូលមក share ណាដើម្បីឲ្យបានរៀនទាំងអស់គ្នាព្រោះនេះគឺខ្ញុំបរៀន free ណាដោយសារតែខ្ញុំលក់ផលិតផលអញ្ចឹងខ្ញុំអត់កំណាញ់ក្នុងការប្រាប់ទេបាទអឺនៅតែមានសិស្សមកហ្នឹងគាត់នៅតែសួរថាអូគ្រូហ្នឹងប្រើរបៀបម៉េចអីរបៀបម៉េចបាទសម្រាប់ក្នុងថ្នាក់ខ្ញុំបញ្យល់ក្បោះក្បាយណាអូខេនេះម៉ូដវាអញ្ចឹងណារួចហើយយើងហាលវាទៅរួចជាស្រេចឃើញទេម៉ូដវាបែបហ្នឹងហើយវាស្ងួតហើយយើងអត់បាច់ត្រូវការយើងអត់បាច់ត្រូវការប្រើ top coat ទៀតទេណាករណីប្រើអាហ្នឹងយើងត្រូវ finish top coat ឲ្យហើយបានយើងប្រើអាហ្នឹងតាមក្រោយបើសិនជាអ្នកនរគ្នាដាក់ top coat វាបាត់រាងវាហើយអូខេហើយមួយទៀតណាក្របត្រាដែលអ្នកនរគ្នាប្រើណា
សម្រាប់អាកពកហ្នឹងអ្នកនរគ្នាប្រើក្របទ្រានេះអត់ចេះ load ទេក្របទ្រានេះបើកឲ្យលឿនបើកលបឿនឲ្យលឿនណាស៊ីស្អាតណាអាកពកអា gummy flower អ្នកនរគ្នាស្គាល់ gummy ពពុះអាចាក់ផ្កា gummy នេះ Chewy gummy ណាចាក់ផ្កានេះណានេះឃើញគឺក្លដូចគ្នាប៉ុន្តែឈ្មោះខុសគ្នាណាអា gummy នេះឃើញទេអាចយកមកចាក់ផ្កានេះអូខេអ្នកនរគ្នាប្រើអាត្រៀលដោះចេញណានេះត្រៀលដោះចេញប្រភេទអីក៏ដោយត្រៀលនេះណានេះអាធំនេះស្រីចាស់ណាខ្ញុំគាត់ឧទាហរណ៍ទេបាទ load ណា load មកទប់អត់ជាប់ទេ load ប៉ាំង load តាប៉ាំងហ្នឹងគឺមុតដៃភ្ញៀវហើយអញ្ចឹងអានេះសាកមើលមិនដឹងណាទៅសើហ្មងបាទនេះណាអានេះ drill fill in drill កោះម្សៅ drill អីបានមកកាផ្លេ drill ជាលើជើងបានមកកាផ្លេហើយនេះណាលឿនបើកឲ្យលឿនដោះអានេះស៊ីមកឆ្ងាញ់អត់ load ទេអត់ចេះ load ទេបាទអាកពកនេះណាបាទអ្នកនរគ្នាយកអាក្បាលធំនេះយកមកដោះណា load ណាចាំណាតែដោះមិនរួចចាំមុតដៃគេវឹកបើអ្នកចេះ load ទេ drill មកស្រឡាញ់នេះណាអូខេបាទនេះហើយបាន2ហ្នឹងតោះនេះចឹងតោះនេះអូខេអត់តន់សួរណាតោះនេះបាទនេះចេញមកបង្រៀន free ណាអញ្ចឹង Chewy Gum នេះគឺខ្ញុំមាន2មាន soft white និង clear ឲ្យបងសួរថាប្រើមួយណាល្អបាទជាទូទៅ mode ខ្លះត្រូវតែមាន soft white mode ខ្លះត្រូវតែមានថ្លាតាម mode ទេអញ្ចឹងទិញតែ2ទៅល្អណាអូខេខ្ញុំទុកវិញដោយ live ព្រោះខ្ញុំត្រូវបង្ហាញផលិតផលតអូខេអញ្ចឹងអ្នកនរចង់បានណាអានេះគេជាអ្នកនរ screenshot ចូលទៅក្នុង page បាទអូខេហើយក្របទ្រានេះណា1 $18ទិញ10ថែមឲ្យ1មាន promotion ណាមាន promotion អូខេយើងត្រឡប់ជាមួយនឹងការតប់ពណ៌យើងវិញម្ដងបាទនេះណាការតប់ពណ៌បាទឃើញទេបាទអញ្ចឹងឥឡូវខ្ញុំចង់លេង ombre នៅខាងចុងនេះទៀតអញ្ចឹងណាបាទចង់លេង ombre នៅខាងចុងបាទនេះណាអ្នកនរទិញ3ឈុតខ្ញុំព្រីនេះឲ្យមួយណាអានេះគឺជាប៉ងណាប៉ងសម្រាប់នេះណាទិញ3ឈុតខ្ញុំព្រីនេះឲ្យមួយអានេះប៉ងណាបាទប៉ងវាអ្នកនរមិនមែនប្រើម្ដងណាប្រើឲ្យកាត់វាទៅប្រើបានទៀតប្រើឲ្យកាត់ទៅប្រើបានទៀតនេះណាអូខេរួចហើយយើងដាក់អាកន្លែងដាក់អានេះយើងមកបាទអីក៏បានដែរយើងតប់លើនេះសិនណាបាទអូខេនេះណាយើងប៉ងយើងបាទឧទាហរណ៍ខ្ញុំចាប់ពណ៌កាឈូកនេះណាខ្ញុំចាប់ពណ៌កាឈូកបាទពណ៌កាឈូកបែបនេះខ្ញុំយកមកប្រឌិតបន្តិចសិនណាបន្តិចសិនរួចហើយខ្ញុំចាប់ដើមតប់ឃើញទេតប់នេះប្រឌិតហើយតប់បាទនេះចេញណាឃើញ ombre ណាប្រឌិតហើយតប់ណាឃើញទេអូខេអានេះត្រូវការឲ្យក្រាស់ណានេះណាបាទនេះណាកន្លែងនេះត្រូវការឲ្យក្រាស់ដើម្បីវាចេញ ombre ឃើញទេអ្នកអរឃើញទេវាហាលវាឃើញទេស្រួលទេបាទបានលឿនណាស់នេះបានលឿនណាស់អូខេចង់តប់វានៅចំណុចកណ្ដាលវិញម្ដងនេះយកមកប្រឌិតនេះសិនណានេះកណ្ដាលនេះឃើញទេកណ្ដាលនេះប្រឌិតមកឃើញទេបាទប្រឌិតមកកណ្ដាលមកមើលឃើញទេបាទនេះហ៎បាទសម្រាប់កញ្ចក់ខ្លីមួយធ្វើបានហើយណាបាទប្រឌិតកណ្ដាលមកឃើញទេចេញមកណាឃើញទេបាទកណ្ដាលរួចជាស្រេចឃើញទេដាក់ថាខុសមកហាមួយជាន់សិនណាហាមួយជាន់សិនអ្នកនរគ្នាករណីមួយបើសិនជាអ្នកនរគ្នាឃើញថាអូវានៅស្ទើរអ្នកនរថែមបានណាថែមបាននិយាយថាផលយើងចាស់នឹងមកថែមមកឃើញទេបែប ombre ណាអីវ៉ាន់ឥឡូវឡើងថ្លៃច្រើនណាស់បាទអីវ៉ាន់ចិនគឺឡើងថ្លៃច្រើនណាស់អញ្ចឹង
ភាគច្រើនអីវ៉ាន់គឺខ្ញុំធ្វើតេស្តមុននឹងខ្ញុំលក់បាទខ្ញុំធ្វើតេស្តហើយរកផលិតផលដែលខ្ញុំលក់ហ្នឹងធ្វើតេស្តហើយព្រោះចេញពីក្រុមហ៊ុនតែម្ដងអូខេពេលធ្វើតេស្តហើយយើងលក់ទៅវាមានសុវត្ថិភាពមិនមែនថាយើងយកមកលក់របស់ហើយមានបញ្ហាចឹងអត់កើតទេបាទលក់ទៅមានបញ្ហាផ្ញើចុះផ្ញើឡើងពិបាកប្រព័ន្ធដែរអញ្ចឹងខាតពេលរួចហើយយើងដាក់ top coat មកឃើញទេរួចជាស្រេចឆាវាមករួចហើយយើងដាក់ top coat មកឃើញទេ ombre ហ្នឹងចាញ់ដែរណាដោយឡែកអូខេសម្រាប់ ombre បាទរវាងជ័រ gel នេះបាទជាមួយនឹង airbrush តើមួយណាស្អាតជាងបាទ airbrush ស្អាតជាង airbrush ចេញមកគឺសាញចេញមកគឺស្អាតតែម្ដងគ្រាន់តែថាវាពិបាកលាងគាត់ថាវាពិបាកលាងហើយពិបាកលាយពណ៌លាយអីចឹងនេះវាលឿនអ្នកនរគ្នាបាទពណ៌ pastel ដាក់មកចេញមកមួយអេមពណ៌ pink ដាក់មកចេញមកមួយអេមឃើញទេវាលឿនហើយប៉ុងវាអ្នកនរគ្នារួចហើយអ្នកនរគ្នាកាត់ចេញមកបាទកាត់ចេញមកប្រើបានទៀតកាត់វាចេញមកបាទឃើញទេកាត់វាចេញមកប្រើបានទៀតឃើញទេអូខេអានេះយើងចោលទៅតោះនេះចឹងតោះនេះអូខេអញ្ចឹងមាន3ឈុតមានគ្រប់ពណ៌ទាំងអស់អត់មានឲ្យពណ៌ជាន់គ្នាទេបាទពណ៌អត់មានឲ្យជាន់គ្នាទេពណ៌សម្រាប់ fall pastel ហើយជាមួយនឹងពណ៌សម្រាប់ summer ពណ៌លឿងថ្លាណាពណ៌ខៀវមើលពណ៌ស្វាយដិតមកការឈូកដិតអានេះពណ៌ក្រហមណានេះពណ៌ក្រហមពណ៌ yellow ពណ៌ orange ពណ៌ green បាទអានេះពណ៌tea អូខេអញ្ចឹង3ឈុតហ្នឹងគឺតម្លៃ$45ទិញមួយឈុត$16អញ្ចឹងទិញ3ចុះឲ្យ$3អូខេហើយទិញ3ឈុតព្រីអាប៉ុងនេះឲ្យមួយណាព្រីអាប៉ុងនេះឲ្យមួយអញ្ចឹងដល់នេះ inbox ទៅក្នុង page ណាអូខេអញ្ចឹងខ្ញុំបង្ហាញត្រឡប់មកបង្ហាញអំពី airbrush វិញម្ដងខ្ញុំសុំលាងអានេះមួយជក់តែអត់លាងទេខូចហើយអូខេបាទជក់មួយ$20បាទជក់ខ្ញុំល្អប្រើណាមួយដល់មួយអូខេបាទនេះជួយហើយបាទរួចហើយ ombre ប្រើជាមួយនឹង gel ហ្នឹងអានេះតិចគឺ gel ណាតិចគឺ gel ហ្នឹងបាទខ្ញុំបោះប្រើនៅនឹងស្រេចណាអូខេខ្ញុំត្រឡប់ជាមួយនឹង airbrush វិញម្ដងការប្រើ airbrush ហ្នឹងគេប្រើរបៀបម៉េចគេលាងរបៀបម៉េចអ្នកនរគ្នាបាទយើងដាក់ចូលមកបាទដាក់ចូលមកអ្នកនរគ្នារួចហើយអ្នកនរគ្នាចាប់ផ្ដើមលាយជាមួយនឹងលាយមួយ gel បាទនេះចំពុយវានេះយើងចូលមកនេះឃើញទេហើយយើងចាក់មកដល់ពេលយើងវាក់សេរីយើងបើកភ្លើងសិនណាភ្លើងនៅខាងនេះអូខេភ្លើងមានលឿនមានកដាលមានយឺតខ្ញុំអត់ recommend ឲ្យប្រើយឺតទេខ្ញុំ recommend ឲ្យប្រើអាកដាល1 2ឃើញទេកដាលហ្នឹងរួចហើយអ្នកទាំងអស់នេះសេរីណាមើលឃើញទេនេះសេរីអាគូវានេះណាសេរីវាតើខ្យល់ចេញកម្រិតណាពេលដែលខ្យល់ចេញល្មមហើយអ្នកនេះចាប់ផ្ដើមបាញ់សាកមើលនៅលើกระดาษសិនណាបាញ់សាកមើលនៅលើกระดาษសិនបែកស្អាតអត់អូខេពេលដែលបែកស្អាតហើយចាប់ផ្ដើមបាញ់បានណាបាញ់របៀបនេះណាលើករបៀបនេះណាអត់ឲ្យបាញ់រេបែបនេះទេបាញ់លើករបៀបដូតបាញ់ឡានធ្លាប់បាញ់ឡានណាបាទវាហើយយើងបិទវាធម្មតាមកហើយឆ្នាំងសាកមានណាមកកាផ្លែហ្នឹងឆ្នាំងសាកមានបាទខ្ញុំធានាគុណភាពឲ្យមានបញ្ហាគឺខ្ញុំដូរឲ្យរយៈពេល1អាទិត្យប៉ុន្តែខ្ញុំធានាគុណភាពឲ្យអូខេសំណួរសួរថាបងពេលដែលខ្ញុំប្រើហើយសាប់airbrush ហ្នឹងគឺខ្ញុំបាញ់មកវាគ្រាប់បាទទី1ការដែលយើងបាញ់មកគ្រាប់ដោយសារតែយើងប្រើ gel ហ្នឹងដែលយើងមិចជាមួយ acetone ទៅណាគឺ acetone មានអត់គ្រប់គ្រាន់មានថា gel ហ្នឹងគឺវាខាប់អូខេខាប់អញ្ចឹង acetone អត់គ្រប់គ្រាន់ហើយការដែលយើងមិច acetone រាវពេកគឺពណ៌ចេញមកក៏អត់ច្បាស់ល្អដែរអញ្ចឹងយើងមើលណាមិនឲ្យខាប់ពេកក៏មិនឲ្យរាវពេកដែរមកល្មមពេលដែលយើងលាយជាមួយ acetone ករណីដែលយើងប្រើហើយយើងមូលគោរពចេញមកហើយនេះអាកន្លែងនេះដែលត្រូវយើង
លាងនេះណាអញ្ចឹងនៅពេលដែលយើងលាងហើយយើងបើកឲ្យខ្លាំងណាបើកឲ្យខ្លាំងហើយចាក់អាស៊ីថុនចូលកន្លែងហ្នឹងទៅបាញ់រហូតចាក់ចូលកន្លែងហ្នឹងបាញ់រហូតទៅដល់กระดาษយើងនេះអស់ពណ៌មានថាបាញ់រហូតដល់กระดาษយើងអស់ពណ៌តើណាអញ្ចឹងអាហ្នឹងគេហៅថាវិធីលាង airbrush រួចជាស្រេចបាញ់រហូតដល់អស់ពណ៌បើកាលណាអ្នកទាំងអស់គ្នាបាញ់អត់អស់ពណ៌ទេហើយធ្វើភ្លាមបាញ់ភ្លាមណាអត់ឲ្យទុកទេបើសិនណាជាទុក airbrush ហ្នឹងខូចកន្លែងនេះហើយម្សៅជែលហ្នឹងចូលកន្លែងហ្នឹង airbrush ហ្នឹងខូចកន្លែងហ្នឹងភ្លាមអញ្ចឹងបើកាលណាអ្នកទាំងអស់គ្នាទុកអាហ្នឹងគឺដាច់ខាតគឺ airbrush ហ្នឹងគឺជាប់ជែលហើយគឺបាញ់អត់ smooth ទេអ្នកទាំងអស់គ្នាថាខូចបាត់ហើយអត់ខូចទេអ្នកទាំងអស់គ្នាត្រូវតែត្រាំវាឲ្យយូរត្រាំឲ្យបាញ់គ្រាន់តែចំណាយពេលបន្តិចដើម្បីលាងវាសាជាថ្មីតោះនេះចឹងអូខេអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងសម្រាប់ខ្ញុំបង្ហាញអូខេហើយមានចម្ងល់អីអ្នកនរគ្នាអាចតាក់ទងមកបានណាសួរសាកសួរព័ត៌មាននៅក្នុង page នៅក្នុងអីបានអូខេអញ្ចឹងមានចម្ងល់អីហើយចង់បានអីវ៉ាន់ inbox មកណា inbox មកចូលទៅក្នុង page ចង់បានអីវ៉ាន់អូខេអីវ៉ាន់ថ្មីចូលប៉ុណ្្នឹងឯងហើយអ្នកនរគ្នាចង់បានអីវ៉ាន់ចូលទៅក្នុង page ឥឡូវតមាន promotion ណាតមាន promotion អញ្ចឹងអ្នកនរគ្នាចង់បានអីវ៉ាន់អី inbox មកណាអូខេអញ្ចឹងប៉ុណ្្នឹងហើយ good night អ្នកនរគ្នា good night ខ្ញុំ share វីដេអូណា good night